ទៀតមកត្រឡប់ទៅលមៀលទៅគេនៅពីលើដដែលទៀតពួកយើងម្ដងនេះមុននឹងចាប់ដើមចេញទៅចែកគ្នាសិនទៅចែកគ្នាឆ្អែតអន់សិនថាតើយើងចង់ធ្វើអីយើងទៅរបៀបម៉េចហើយយើងចាប់ដើមពីណាទៅពួកយើងចង់បដិវត្តដូចនិយាយមិញអញ្ចឹងទី1យកអបៈចង្រៃចេញពីថ្នាក់មូលដ្ឋានឲ្យបានជំនួសមកវិញនៅភាពតរភាពក្នុងសង្គមខ្មែរឡើងវិញតែមានភាពតរភាពតែមានសាមគ្គីរឹងមាំហ្នឹងភាពតរភាពជាបងប្អូនមានសាមគ្គីរឹងមាំអាបរទេសចូលចោលទេតែបែកបាក់គ្នាបែកបាក់ដើម្បីគ្រប់គ្រងបំបែកបបាក់ដើម្បីគ្រប់គ្រងបរទេសចូលតាមចន្លោះនៃការបែកបាក់ទី2បំបត្តិសង្គមមួយដែលមានបណ្ណៈជំនួសមកវិញនៅសង្គមមួយដែលទាំងអស់គ្នាដើម្បីទាំងអស់គ្នាធ្វើការទាំងអស់គ្នាដើម្បីទាំងអស់គ្នាដល់ទី3បំបត្តិវប្បធម៌អ្នកខ្លាំងឈ្នះលើកតម្លៃនៃការអនុវត្តច្បាប់ទៅលើមនុស្សទាំងអស់គ្នាក្នុងសង្គមនេះគឺជាវត្ថុបំណងរបស់យើងគឺជាសេចក្តីស្រមៃរួមរបស់យើងឥឡូវនិយាយពីទស្សនៈក្នុងការធ្វើរឿងនឹងឲ្យបានសម្រេចទស្សនៈសិនលើកជាទស្សនៈសិនតើត្រូវធ្វើម៉េចពួកយើងដើម្បីឲ្យទស្សនៈក្នុងការអនុវត្តច្បាប់ទៅលើមនុស្សទាំងអស់គ្នាបានណាទស្សនៈរបស់ពួកយើងគឺដាក់យន្តការ8ចំណុចឲ្យបានកាត់បន្ថយអំណាចរបស់អ្នកដឹកនាំឲ្យបានដើម្បីលើកតម្លៃវប្បធម៌ទាំងអស់គ្នាដើម្បីទាំងអស់គ្នានៅក្នុងសង្គមរបស់យើងលើកបំបត្តិអ្នកត្រួតត្រាយន្តការ8ចំណុចដែលត្រូវធ្វើឲ្យបានសម្រេចមានជាអាចទី1កំណត់អាណត្តិនាយករដ្ឋមន្ត្រីទី2នាយករដ្ឋមន្ត្រីមិនត្រូវអនុញ្ញាតឲ្យបង្កើតក្រុមអង្គរៈដោយខ្លួនឯងទេទី3នាយករដ្ឋមន្ត្រីត្រូវរស់នៅក្នុងផ្ទះដែលផ្ដល់ដោយរដ្ឋទី4បង្កើតតុលាការរដ្ឋបាលសំខាន់ណាស់បងប្អូនអាតុលាការរដ្ឋបាលនេះកាត់ក្តីមន្ត្រីរាជការសប្ថ្ងៃអត់មានកាត់ក្តីមន្ត្រីរាជការទេបើបងប្អូនឆ្លោះមួយមន្ត្រីរាជការបងប្អូនមានប្តឹងមេហើយកូនស៊ីចូលគ្នាណាបើមិនជឿបងប្អូនមានពីណាកាត់អីគ្នាក្នុងភូមិនឹងមើលបងប្អូនទៅប្តឹងប៉ូលីសគេអូចូលប៉ុស្តិ៍ពីរួចហើយចេញពីប៉ុស្តិ៍មកវិញបើអត់អស់លុយចេញរួចទេបើគេយកម៉ូតូចូលហើយសុំទោសគេទៅកំងស្អីស៊ីរួចស្រេចទៅបងហើយមិនបាច់ថាគ្មានលុយបើចុះហេតុអីបានហើយកំងអីស៊ីគេបុកគ្នាមកករណីឥឡូវម៉ូតូនៅក្នុងឲ្យទៅចាប់បានហ្នឹងតែគេបាត់លុយហើយបងប្អូនទៅប្តឹងពីណាទៅប្តឹងពីណាទៅប្តឹងខេត្តគ្នាគេណានៅសង្កេតតុលាការរដ្ឋបាលបង្កើតតុលាការរដ្ឋបាលស្រុកខ្មែរយើងបងទឹកដីបងប្អូនទឹកដីសវណ្ណភូមិនៃយើងអត់ដែលមានតុលាការរដ្ឋបាលតុលាការរដ្ឋបាលសម្រាប់កាត់ត្រីមន្ត្រីរាជការដែលមានទេពួកយើងត្រូវរួបរวมគ្នាបង្កើតឲ្យបានតុលាការរដ្ឋបាលសម្រាប់កាត់ក្តីពួកមន្ត្រីរាជការតែមានច្បាប់គឺត្រូវតែមានតុលាការពីព្រោះវាមានអ្នករំលោភច្បាប់សប្ថ្ងៃវាមានតែតុលាការដែលអនុវត្តច្បាប់ស៊ីវិលបងប្អូនឆ្លោះគ្នាជាមួយបងប្អូនលោកដីគ្នាអញ្ចឹងណាអាហ្នឹងច្បាប់ស៊ីវិលមានច្បាប់មួយចំនួនទៀតគឺជាច្បាប់រដ្ឋបាលបងប្អូនច្បាប់រដ្ឋបាលឧទាហរណ៍ថាបងប្អូនបើកកន្លែងអាជីវកម្មអីមួយអាជីវកម្មទឹកបោះសុទ្ធបងប្អូនទៅសុំ logo បងប្អូនទៅសុំបានអាជីវកម្មច្បាប់គេថាចេះសុំប៉ុណ្ណេះថ្ងៃបងប៉ុណ្ណេះដល់ពេលទៅដល់គេធ្វើឲ្យយើងតែមានច្បាប់ដើម្បីឲ្យមានការអនុវត្តច្បាប់ដ៏ត្រឹមត្រូវមានតែតុលាការទេធានាការរុញច្រានឲ្យមនុស្សគោរពច្បាប់បងប្អូនត្រូវយល់ដើម្បីឲ្យមានការអនុវត្តច្បាប់តុលាការជាវិធានការតែមួយគត់សពថ្ងៃច្បាប់រដ្ឋបាលទាំងឡាយដូចច្បាប់មិញច្បាប់រដ្ឋបាលដែលបងប្អូនទៅសញ្ញេអីហ្នឹងគេមានច្បាប់ប្រជាពលរដ្ឋតាក់ទងជាមួយរដ្ឋមានច្បាប់បើសិនណាជាគេមិនធ្វើតាមច្បាប់បងប្អូនទៅគេប្តឹងទៅកងណាឧបមាថាធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋគេថា20ថ្ងៃច្បាប់ឧទាហរណ៍ចង់20ឆ្នាំក៏គេមិនឲ្យដាក់ទៅអីគេដែរហើយបើគេឲ្យមកគេចង់បានលុយយើងទៅប្តឹងណាគេសពថ្ងៃអាណាធិបតេយ្យជាសិលឹងណៃមកពីអីអង្គតុលាការរដ្ឋបាលនៅស្រុកគេតុលាការរដ្ឋបាលសំខាន់ណាស់កាត់ក្តីពួកមន្ត្រីរាជការដល់ពេលទី5ទួលនីតិភារកិច្ចឋានន្តរស័ក្តិចាប់ពីថ្នាក់ឧត្តមសេនីយ៍ទាំងប៉ូលីសទាំងយោធាទៅដល់សេចក្តីទុកចិត្តដោយរដ្ឋសភាហាមនាយករដ្ឋមន្ត្រីចាត់តាំង6អធិក្រិតមន្ត្រីរាជការសប្តាហ៍មន្ត្រីរាជការទៅនៅក្រោមឃ្លៀកអ្នកដឹកនាំរដ្ឋហើយឧបករណ៍របស់ប្រជាពលរដ្ឋឥឡូវទៅជាឧបករណ៍របស់បាក់ហើយស៊ីលុយប្រជាពលរដ្ឋណាមកប្រទេសមន្ត្រីរាជការ
ឥឡូវទៅធ្វើការងារឲ្យបាក់មន្ត្រីរាជការមួយណាក៏មានភូមិមានឃុំសម្រាប់កាន់ណាឃុំភូមិបាក់ណា